ខ្ញុំតកាណាខ្ញុំស្នើដល់តុលាការគួរតែកាត់ទោសដល់អតិបរមាហើយសូមឲ្យក្រសួងយុទ្ធភ័ពនិងពន្ធនាគារសូមកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីដែលមិនត្រូវបានទទួលការបន្ធូរបន្ថយទោសឬលើកលែងទោសស្រឡាញ់ជាតិដោយចិត្តទាំងក្តីបេះដូងថ្លាថ្លៃចាដងក្នុងចិត្តគ្រូរងឈុនដាំងទុនជីវិតស្រណោះអាណិតដល់ជានខែមរាដែនសីមាខ្មែរត្រូវការដឹងរបបស្អីចឹងប្តឹងតុលាការសងជំងឺចិត្ត$10,000មានលុយទេណាអាជ្ញាចង់រៃឲ្យតុលាការចោរាឃ្លានក្រៃស៊ីគ្មានប្រណីខ្មែរស្នេហ៍ជាតិផងគ្រូរងឈុនដូចខ្មែរទាំងពួងពេលអើយកុំចងកម្មពៀនឹងខ្មែរ$10,000គ្មានតែ$10,000ជំហរខ្មែរកើនបង្កលបឿនចង់បដូរប្រែរងឈុននិមិត្តរូបរួមគ្នាតែម្នាក់$1ទេចៅក្រមស៊ីប៉ែសែនពីលពុកឆ្អឹងតុលាការអាងយុទ្ធទិញធរហត់ឈាមអាល់កុលខ្មែរក្រីក្រម្លឹងសែនស្មោកក្រងភ្នំភ្លើងកំហឹងបដូររបបនឹងមានតែងើមឈរឈប់អង្វរបនចោលលួចជាតិកែសង្ឃគុំជាតិស៊ូបដូរឲ្យបាននឹងឲ្យ$10,000ហើយលោកហ៊ុនសែនខ្វះ$10,000យកទៅទិញចារកម្មគាត់ទៀតនឹងទៀតអញ្ចឹងតែដូច្នេះគួរតែយកចិត្តទុកដាក់ទៅលើរឿងអ្វីវិញរងចាំឲ្យតុលាការមករឹបអូសយកទ្រព្យសម្បត្តិទៅឬមួយក៏គួរធ្វើបែបណាទេលោកក្រុមពលក្រុមជន$10,000គ្មានតែ$10,000ជំហរខ្មែរកើនបង្កលបឿនចង់បដូរប្រែរងឈុននិមិត្តរូបរួមគ្នាតែម្នាក់$1ទេចៅក្រមស៊ីប៉ែសែនពីលពុកឆ្អឹងតុលាការអាងយុទ្ធទិញធរហត់ឈាមអាល់កុលខ្មែរក្រីក្រម្លឹងសែនស្មោកក្រោកភ្នំភ្លើងកំហឹងដូររបបនឹងមានតែងើមឈរឈប់អង្វរបនចោលលួចជាតិកែសង្ឃគុំជាតិស៊ូបដូរឲ្យបានប្រែប្រួលខ្ញុំឈរជាមួយបងប្អូនជនរួមជាតិខ្មែរ